ខ្ញុំមកដល់វ័យមួយនេះខ្ញុំក៏បានដឹងថាការពីមុននៅពេលយើងនៅក្មេងណាជីវិតយើងគិតរឿងវិជ្ជមានច្រើនមែនតើយើងសម័យចង់បាននេះសម័យចង់បាននោះយើងមិនអាចគិតពីរឿងរ៉ាវអវិជ្ជមានពីការលបាយទេដល់ពេលធំទៅខ្ញុំចង់បានឡាននេះខ្ញុំចង់បានផ្ទះទំហំបែបនេះខ្ញុំចង់ធ្វើការនៅកន្លែងនេះយើងអត់ដែលបានគិតថាការងារនឹងពិបាករជីវិតយើងមានសម្ពាធយើងត្រូវដោះស្រាយរឿងច្រើននេះទេអត់ដែលគិតរឿងអស់ហ្នឹងទេប៉ុន្តែនៅពេលដែលដល់វ័យមួយយើងធំទៅយើងដឹងក្តីទៅយើងចាប់ផ្ដើមមានសម្ពាធច្រើនទៅដោះស្រាយបញ្ហានៅក្នុងជីវិតរបស់យើងច្រើនការងាររបស់យើងជួបបញ្ហាត្រូវដោះស្រាយយ៉ាងណាមកជួយខ្លួនរបស់យើងមានបញ្ហាផ្សេងៗច្រើនដែលត្រូវដោះស្រាយក៏ប៉ុន្តែដំណាក់កាលនេះគឺជាដំណាក់កាលដែលសំខាន់នៅក្នុងជីវិតរបស់យើងបើសិនជាមកដល់ពេលដែលយើងត្រូវដោះស្រាយបញ្ហាធ្វើរឿងរ៉ាវដ៏ល្អៗហ្នឹងយើងអាចបានប្រឹងប្រែងអស់ពីលទ្ធភាពរបស់យើងសមត្ថភាពរបស់យើងអាចនឹងស្ដាយក្រោយនៅពេលណាមួយអាហ្នឹងគឺជាគំនិតដែលខ្ញុំតែគិតក្នុងចិត្តរបស់ខ្ញុំណាអញ្ចឹងមកដល់វ័យមួយដែលយើងជួបសម្ពាធហ្នឹងវាគឺជាពេលវេលាដែលយើងសាកល្បងខ្លួនឯងសមត្ថភាពខ្លួនឯងថាយើងឆ្លងកាត់វាបានអត់ដោះស្រាយវាបានដោយជោគជ័យឬអត់ចឹងទៅហើយបើសិនជាយើងបានដោះស្រាយវាល្អទៅថ្ងៃក្រោយមកនៅពេលដែលយើងចូលនិវត្តន៍យើងមានវ័យជ្រេទៅយើងអាចនឹងរីករាយជាមួយនឹងជីវិតរបស់យើងចឹងទៅអានេះគ្រាន់តែជាការពិតរបស់ការគិតរបស់ខ្ញុំមួយក្នុងដំណាក់កាលទី2នៃជីវិតចឹងហើយខ្ញុំក៏ចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាដែរថាបងប្អូនក្មួយអីក៏ដោយតែនៅក្មេងៗណាយើងមានគំនិតវិជ្ជមានយ៉ាងល្អហើយប៉ុន្តែចង់ឲ្យបងប្អូនទាំងអស់គ្នានឹងគិតបន្តិចពីជីវិតរបស់យើងបន្ទាប់ពីវ័យហ្នឹងទៅយើងចូលដល់វ័យដែលរីកជ្រេបន្តិចយើងដោះស្រាយជាមួយបញ្ហាក្នុងជីវិតរបស់យើងយ៉ាងណាពីព្រោះវាមិនពិភពលោកហ្នឹងវាមិនស្រស់ស្រាយរហូតដូចជាអ្វីដែលយើងគិតទេដល់ពេលដែលយើងនៅក្មេងនេះខ្ញុំនិយាយអញ្ចឹងយើងគិតរឿងរ៉ាវល្អៗយើងគិតពីរឿងវិជ្ជមានច្រើនអញ្ចឹងចង់បញ្ជាក់ចង់ប្រាប់មុនដោយសារតែខ្ញុំបានឆ្លងកាត់វ័យហ្នឹងហើយអញ្ចឹងវាអត់ស្រស់ស្រាយដោយអ្វីយើងគិតគ្រប់ពេលវេលាទេវាពេលខ្លះក៏ស្រស់ស្រាយសប្បាយរីករាយពេលខ្លះទៅក៏ពិបាកអញ្ចឹងទៅអញ្ចឹងចង់ឲ្យទាំងអស់គ្នាត្រៀមចិត្តហើយចាប់ផ្ដើមគិតបន្តិចពីពេលអនាគតរបស់យើងអញ្ចឹងទៅ